មានវគ្គម្ដងម្ដាលអីច្រើនអញ្ចឹងទៅយើងនិយាយរួមទៅយើងមានទំនុកចិត្តហើយយើងចេះសរសេរពាក្យបណ្ដឹងខ្លួនឯងខ្លះៗអញ្ចឹងណា វគ្គម្ដងម្ដាលឲ្យយើងចេះក្នុងការតស៊ូមតិនៅអ្វីដែលយើងធ្វើការស្នើសុំប្លង់កម្មសិទ្ធិធ្វើខ្ញុំមានភាពក្លាហានចេះប្រឈមមុខក្នុងការដែលនិយាយជាមួយផ្លូវច្បាប់សូមឲ្យរដ្ឋាភិបាលជួយគិតគូររឿងប្លង់ហើយនឹងទីរំនៅឋានរបស់យើងគឺជាកន្លែងសុខសុវត្ថិភាពជាសុភមង្គលជាអនាគតរបស់កូន នៅរាជធានីភ្នំពេញនៅតាមបណ្ដាសហគមន៍ក្រីក្រមួយចំនួននៅតែប្រឈមមុខនឹងបញ្ហាជាច្រើនទីតាំងលំនៅឋានក្រីក្រភាគច្រើនមិនមានឯកសារជាលេខអក្សរដែលបញ្ជាក់ពីស្ថានភាពដីធ្លីរបស់ពួកគេហើយមានលទ្ធភាពតិចតួចក្នុងការទទួលបានព័ត៌មានត្រឹមត្រូវទាក់ទងនឹងសិទ្ធិកាន់កាប់ដីធ្លីនេះធ្វើឲ្យពួកគេកាន់តែងាយរងគ្រោះនិងទទួលរងការបណ្តេញចេញឬការផ្លាស់ប្តូរលំនៅឋាននិងបដិសេធសិទ្ធិរបស់ពួកគេក្នុងការដែលមានលំនៅឋានសមរម្យដែលដកហូតសិទ្ធិរបស់ពួកគេក្នុងការកាន់កាប់ដីធ្លីប្រកបដោយសុវត្ថិភាពតាមបណ្ដាសហគមន៍ទាំងនោះកំពុងប្រឈមនឹងការរុះរើបណ្តេញចេញការបាត់បង់ដីធ្លីសម្រាប់ធ្វើកសិកម្មនិងការដោះដូរដីធ្លីក្នុងរូបភាពផ្សេងៗផ្អែកលើហេតុផលគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដល់សំណងមិនសមរម្យនិងទទួលរងភាពអយុត្តិធម៌ទាក់ទងនឹងសិទ្ធិរស់នៅទោះជាយ៉ាងណាក្តីតួនាទីរបស់ស្ត្រីក្នុងការការពារសិទ្ធិដីធ្លីនិងលំនៅឋានក្នុងសហគមន៍បានចូលរួមចំណែកយ៉ាងសំខាន់និងជារឿយៗស្ត្រីតែងប្រឈមមុខនឹងបញ្ហាជាច្រើនប៉ុន្តែពួកគាត់ក៏ជាអ្នកដើរតួនាទីដ៏សំខាន់ក្នុងការជំរុញកិច្ចសន្ទនាកិច្ចប្រជុំការអប់រំការផ្សព្វផ្សាយបន្តពីសិទ្ធិនិងការតស៊ូមតិផ្សេងៗជាងបុរសសហគមន៍ពងរងសានជ័យមានមនុស្សមករស់នៅដំបូងក្នុងឆ្នាំ2000មានប្រហែល9ក្នុងផ្ទះប៉ុណ្ណោះនៅចន្លោះឆ្នាំ2001ដល់ឆ្នាំ2007មានប្រហែល101ក្នុងផ្ទះនិងនៅក្នុងឆ្នាំ2022បានកើនដល់147ក្នុងផ្ទះដែលកំពុងរស់នៅលើដីផ្លូវប្រជាពលរដ្ឋក្នុងសហគមន៍នេះភាគច្រើនប្រកបរបរធ្វើការរោងចក្រនិងសំណង់ចាគម្រោងវគ្គបណ្ដុះបណ្ដាលនេះបានផ្ដល់នៅចំណេះដឹងដល់សមាជិកនិងតំណាងសហគមន៍បានច្រើនឲ្យគាត់យល់ដឹងពីការរស់នៅរួមគ្នាក្នុងការធ្វើអ្វីមួយដូចជាការប្រជុំដើម្បីលើកសំណើលាលាក់ជាអក្សរស្នើទៅសុំអាជ្ញាធរដោយអហិង្សាសុំតែម្យ៉ាងគឺរាល់សហគមន៍ទាំងអស់ដែលមានបញ្ហាដូចជាសហគមន៍របស់ខ្ញុំផ្ទាល់គឺគ្មានសភៅស្នាក់នៅលំបាកខ្លាំងជាទីបំផុតរាល់ធ្វើការងារអ្វីក៏ដោយពួកយើងសំបីតែចោះឈ្មោះបោះឆ្នោតក៏លំបាកដែរដោយសារអីគេអត់ទទួលស្គាល់ពួកយើងដោយសារយើងអត់មានសភៅស្នាក់នៅសហគមន៍សំរោងត្បូងស្ថិតក្នុងភូមិសំរោងត្បូងសង្កាត់សំរោងខណ្ឌព្រែកភ្នៅរាជធានីភ្នំពេញសហគមន៍នេះបានផ្លាស់ប្ដូរមកទីតាំងថ្មីមានផ្ទះចំនួន92ខ្នងនិងមានប្រជាជនរស់នៅជាង100គ្រួសារប្រជាជនភាគច្រើនប្រកបរបរនេសាទធ្វើការរោងចក្រក្រុមហ៊ុនឯកជននិងលក់ដូរបន្តិចបន្តួចនៅមុខផ្ទះពួកគាត់អ្នកខ្លះគាត់យល់ដឹងពីផ្នែកច្បាប់ហើយប៉ុន្តែគាត់អត់ហ៊ានគាត់ខ្លាចអញ្ចឹងសូមឲ្យយើងនឹងធ្វើជាបង្គោលជាផ្នែកមួយការចូលរួមដើម្បីការពារសហគមន៍ដូចជាដីផ្ទះរបស់ពួកយើងផ្ទាល់ចាយើងធ្វើជាតំណាងសូមឲ្យលះបង់បន្តិចទោះបីជាមានសម្ពាធផ្លូវចិត្តពាក់ព័ន្ធនឹងសមាជិកដែលគាត់បញ្យល់ចិត្តយើងពាក់ព័ន្ធនឹងភាគីវិវាទដែលគាត់តែងតែគំរាមកំហែងលើយើងប៉ុន្តែយើងយកបញ្ហាទាំងនោះយកទៅនិយាយជាមួយសមាជិកថាយើងជួបអ្វីខ្លះយើងមានសម្ពាធអីខ្លះទោះបីជាវាគេមិនយល់ពីយើងទាំងអស់ប៉ុន្តែគាត់ក៏យល់បានខ្លះក្នុងសហគមន៍ស្ត្រីក្លាហានមានប្រជាជនតាំងទីលំនៅដំបូងនៅឆ្នាំ1979មកម្លេះដែលបច្ចុប្បន្ននេះក្នុងសហគមន៍មានប្រមាណ31ក្នុងផ្ទះជាម្ចាស់កម្មសិទ្ធិនិង8ក្នុងផ្ទះទៀតជាអ្នកជួលផ្ទះឬផ្ទះជួលខ្ញុំមករស់នៅជាង10ឆ្នាំហើយខ្ញុំរស់នៅមកនៅនេះ2012តែអ៊ំចាស់នោះគាត់រស់នៅតាំងពីឆ្នាំ80ក៏មាន90ក៏មានគាត់មកនៅហ្នឹងហ្មង
មានគេនិយាយមកគេថាយើងរស់នៅលើដីរត់លើអីអញ្ចឹងចេះតែមានភាពភ័យខ្លាចអញ្ចឹងណាពីមុនខ្ញុំអត់ចេះដល់ពេលមកក្រោយវគ្គនេះខ្ញុំចេះច្រើនខ្ញុំដឹងច្រើនថាខ្លួនឯងមានសិទ្ធិអីខ្លះគាត់បង្រៀនពួកខ្ញុំពីច្បាប់ភូមិបាលច្បាប់ចរាចរណ៍03 06គាត់បរៀនខ្ញុំច្រើនអញ្ចឹងទៅខ្ញុំយល់ដឹងបានច្រើនហើយខ្ញុំនឹងអាចទៅដាក់กระดาษស្នើសុំនៅសង្កាត់ទៅនិយាយនៅសង្កាត់បានអញ្ចឹងណាព្រោះដោយសារអីពីមុនខ្ញុំអត់ទេខ្ញុំអត់ចេះនិយាយតែឥឡូវខ្ញុំអាចនិយាយតវ៉ាជាមួយពួកគាត់បានតែតវ៉ាហ្នឹងអហិង្សាព្រោះដោយសារខ្ញុំហៅចំណុចណាដែលខ្ញុំនិយាយទៅគាត់ស្ដាប់ហើយគាត់អាណិតយើងនិយាយអីទៅក៏យើងនៅភាពខ្លាចភាពភ័យដោយសារយើងខ្លាចខុសច្បាប់តែដល់ក្រោយមកចាប់ផ្ដើមវគ្គបណ្ដុះបណ្ដាលពីការតស៊ូសិទ្ធិដីធ្លីអញ្ចឹងពួកយើងមានកម្លាំងចិត្តដោយសារពួកយើងរៀនច្បាប់ពួកយើងចេះយើងយល់ថាច្បាប់នេះខុសច្បាប់នេះមិនខុសតាក់ទងនឹងសិទ្ធិកាន់កាប់ដីធ្លីយើងមានឯកសារគ្រប់គ្រាន់សម្រាប់ឡើងទៅតវ៉ាយើងមានគ្រប់គ្រាន់ទាំងអស់គឺមានអត្តសញ្ញាណប័ណ្ណមានបញ្ជីជាតិមានសភៅគ្រួសារក្នុងនាមខ្ញុំជាប្រជាជនជាប្រជាពលរដ្ឋមួយរូបសូមអំពាវនាវថាសូមឲ្យរដ្ឋាភិបាលជួយគិតគូររឿងប្លង់ហើយនឹងទីរំនៅឋានឲ្យប្រជាពលរដ្ឋទីរំនៅឋានរបស់យើងគឺជាកន្លែងសុខសុវត្ថិភាពជាសុភមង្គលជាអនាគតរបស់កូនសហគមន៍ស្ទឹងកំបុតគឺជាសហគមន៍ក្រីក្រមួយនៅក្នុងទីក្រុងភ្នំពេញដែលបានមកតាំងទីលំនៅដំបូងនៅក្នុងឆ្នាំ1986មានចំនួនប្រហែល30គ្រួសារស្ថិតលើប្រឡាយអសកម្មប្រឡាយភ្លោះនិងដីចំណីផ្លូវនៅចុងឆ្នាំ1999រាជរដ្ឋាភិបាលបានធ្វើការចាក់ដីលុបប្រឡាយដែលអសកម្មនោះសម្រាប់ឲ្យប្រជាសហគមន៍សង់ផ្ទះរស់នៅនិងបានកើនខ្នងផ្ទះរហូតដល់ចំនួន100ខ្នងបន្ថែមទៀតបច្ចុប្បន្នមានចំនួនកើនដល់210ខ្នងផ្ទះនិងមានប្រជាសហគមន៍ចំនួនសរុប847នាក់ដែលកំពុងរស់នៅក្នុងសហគមន៍នេះសហគមន៍និយាយទៅមកតាំងទីលំនៅបើនិយាយចំពោះនាងខ្ញុំផ្ទាល់គឺមករស់នៅតាំងពីឆ្នាំ1979ប៉ុន្តែជាជនរស់នៅទីនេះពីដើមមកគឺច្រើនសពថ្ងៃនៅតែ214ខ្នងផ្ទះតែប៉ុណ្ណោះតាំងពីខ្ញុំរៀនវគ្គបណ្ដុះបណ្ដាលមកគឺសហគមន៍ចេះតស៊ូមតិចេះចែករំលែកព័ត៌មានតាម Digital តាម Telegram តាម Facebook អីគឺចេះហើយមានភាពក្លាហានហ៊ានឡើងនិយាយអង្គប្រជុំធំជាមួយអាជ្ញាធរដើម្បីយើងរកដំណោះស្រាយហើយជាពិសេសគឺប្រជាជនទាំងអស់នេះគឺគាត់សហការជាមួយយើងបានល្អសហគមន៍ស្មសានស្ថិតក្នុងភូមិដើមស្លែង1សង្កាត់ច្បារអំពៅ2ខណ្ឌច្បារអំពៅរាជធានីភ្នំពេញបច្ចុប្បន្នសហគមន៍នេះមានផ្ទះចំនួន120ខ្នងផ្ទះមានប្រជាពលរដ្ឋសរុបចំនួន511នាក់សហគមន៍ស្មសានមានប្រជាជនមករស់នៅដំបូងនៅក្នុងឆ្នាំ2005ហើយបច្ចុប្បន្នកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួនដូចជាទឹកជំនន់ក្នុងរដូវវស្សាអសន្តិសុខដីធ្លីសេដ្ឋកិច្ចគ្រួសារសម្រាមគ្រឿងញៀនអំពើហិង្សានិងកង្វះភ្លើងបំភ្លឺផ្លូវចាចំពោះនឹងខ្ញុំមករស់នៅទីនេះគឺតាំងពីឆ្នាំ2001ចាកាលពីមុននឹងខ្ញុំអត់ទាន់បានចូលរួមវគ្គបណ្ដុះបណ្ដាលពីច្បាប់ភូមិបាលឬក៏ច្បាប់ដីធ្លីផ្សេងគឺខ្ញុំអត់មានការយល់ដឹងពីការរស់នៅដីមានបញ្ហាផ្សេងចាប៉ុន្តែក្រោយពីខ្ញុំបានចូលរួមវគ្គបណ្ដុះបណ្ដាលមកខ្ញុំមានទទួលបានចំណេះដឹងអាចយកមកប្រើការនៅក្នុងសហគមន៍ខ្ញុំបានដូចជាវគ្គបណ្ដុះបណ្ដាលឲ្យយើងចេះក្នុងការតស៊ូមតិនៅអ្វីដែលយើងធ្វើការស្នើសុំប្លង់កម្មសិទ្ធិចាអ្វីដែលខ្ញុំមិនទាន់ទទួលបានគឺដូចជាប្លង់កម្មសិទ្ធិគឺខ្ញុំអត់ទាន់ទទួលបានហើយខ្ញុំក៏អត់ទាន់មានសិទ្ធិពេញលេញថាខ្ញុំត្រូវតែរស់នៅទីនេះហើយត្រូវតែអភិវឌ្ឍនៅនឹងកន្លែងអាហ្នឹងអ្វីដែលសំខាន់បំផុតគឺខ្ញុំអត់ទាន់ទទួលបានទេចាប្រជាជនក្នុងសហគមន៍ឆ្មាអែតបានមកតាំងទីលំនៅនៅក្នុងឆ្នាំ1997មានចំនួនត្រឹមតែ3គ្រួសារប៉ុណ្ណោះក្នុងឆ្នាំ2023សហគមន៍នេះកើនចំនួន46គ្រួសារមានចំនួន36ខ្នងផ្ទះនិងប្រជាជនសរុប252នាក់សហគមន៍នេះមានទីតាំងស្ថិតនៅភូមិចំពោះក្អែកសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញ
មិនថាខ្ញុំនិងអ្នកសហគមន៍ទេពីដើមគាត់អត់ចាប់អារម្មណ៍ថារស់នៅគាត់គិតថារស់នៅតាមធម្មតាមិនខ្វល់មិនគិតអីទេប៉ុន្តែដល់ពេលខ្ញុំមានវគ្គបណ្ដុះបណ្ដាលសពបែបយ៉ាងហ្នឹងគឺខ្ញុំបានយល់ដឹងច្រើនតាំងពីការទុកដាក់សម្រាមការរៀបចំអនាម័យក្នុងសហគមន៍យើងហ្នឹងបានច្រើនចំពោះការដែលខ្ញុំតស៊ូមតិហ្នឹងជំហានពីមុនដូចខ្ញុំនិយាយចឹងវាមានភាពញ៉ៃញ៉ៃប៉ុន្តែឥឡូវនេះខ្ញុំបានយល់ដឹងគឺខ្ញុំដោះស្រាយដោយសន្តិវិធីទៅតាមផ្លូវច្បាប់គឺខ្ញុំមានការជួបជុំគ្នាជាមួយអ្នកក្នុងសហគមន៍ពិភាក្សាគ្នារកដំណោះស្រាយដើម្បីយើងទៅជួបជាមួយអាជ្ញាធរហ្នឹងគឺដំណោះស្រាយនិយាយថាដោយតាមផ្លូវច្បាប់ប្រជាជនបានមករស់នៅសហគមន៍ឡពីងចាប់ពីឆ្នាំ1982មកម្លេះស្ថានភាពរស់នៅរបស់ប្រជាជនមានភាពតានតឹងចាប់ពីឆ្នាំ1996មកដោយសារមានការបង្ខំឲ្យលក់ដីរុះរើចេញពីសំណាក់ប្រធានភូមិបើពុំដូច្នោះទេនឹងទទួលរងការបណ្តេញចេញដោយគ្មានបានសំណងអ្វីឡើយផ្ទុយមកវិញគ្រួសារខ្លះយល់ព្រមលក់ខណៈខ្លះទៀតមិនព្រមការពីដំបូងឡើយតស៊ូមតិហ្នឹងអត់ទាន់បានជួបធៀងថ្នោតអត់ទាន់បានបើកវគ្គបណ្ដុះបណ្ដាលការតស៊ូរបស់យើងហ្នឹងវានៅភាពសពិចសពិលយើងអត់ច្បាស់លាស់ក្នុងនិយាយពីសិទ្ធិទាមទារអីចឹងណាពេលនិយាយទៅខ្លាចខុសខ្លាចគេចាប់ទោសចាប់កំហុសអីចឹងទៅពីមុនមកពលរដ្ឋគឺគាត់តែងតែប្រើហិង្សាសម្រាប់ការតវ៉ាគាត់ថាធ្វើមិនដើម្បីឈ្នះគេអញ្ចឹងណាតែបន្ទាប់ពីយើងបានរៀនវគ្គបណ្ដុះបណ្ដាលហើយខ្ញុំបានរៀនហើយយើងមានចំណេះដឹងនៅក្នុងខ្លួនយល់អំពីច្បាប់មួយចំនួនអំពីសិទ្ធិដីធ្លីរបស់យើងហ្នឹងខ្ញុំមកបរៀនគាត់ថែមទៀតគាត់ក៏សម្របខ្លួនគាត់អត់ប្រើហិង្សាបន្តទៀតទេគឺតវ៉ាដោយសន្តិវិធីដោយទៅតាមផ្លូវច្បាប់ដោយអហិង្សាខ្ញុំបានដាក់បណ្ដឹងទៅហ្នឹងមិនក្រោមតែ60ដងនោះទេចាគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់សូម្បីតែស្ថានទូតក៏ខ្ញុំដាក់ទៅដែររដ្ឋសភាឬក៏អាជ្ញាធរដោះស្រាយវិវាទដីធ្លីក៏ពួកខ្ញុំដាក់អស់ដែរបើគេមិនយកដីខ្ញុំក៏ខ្ញុំអត់តវ៉ាដែរបើគេមិនបំផ្លាញផ្ទះសម្បែងខ្ញុំក៏ខ្ញុំអត់តវ៉ាដែរមិនសុកពួកខ្ញុំចេះតែទៅតវ៉ាចេះតែដាក់ពាក្យបណ្ដឹងទេខ្ញុំខាតទាំងពេលវេលាខាតទាំងលុយកាក់និងអនាគតកូនចៅទៀតខ្ញុំអត់ចង់ឲ្យរឿងដីធ្លីនេះវាអូបន្លាយកាន់តែយូរទេព្រោះកាលណាអូបន្លាយកាន់តែយូរជីវភាពពួកខ្ញុំកាន់តែក្រសត់បើចង់បានអីបន្តទៀតគួរណាស់តែគិតគូរពីផលប្រយោជន៍ហើយសិក្សាពីផលប៉ះពាល់ជាមុនសិនចាំយកនេះអត់ទេអត់សិក្សាទេយកឲ្យបានមកសិក្សានិយាយគ្នាក្រោយចាធ្វើអញ្ចឹងគឺពួកខ្ញុំអត់អាចទទួលយកបានទេ